ជាជនថៃឥឡូវកំពុងតែខំសម្បាននឹងនាយករដ្ឋមន្ត្រីខ្លួនឯងខ្លាំងមែនតើបងប្អូនចាខំសម្បានខ្លាំងមែនតើសើថាអូបើសិនជាទៅដល់ថៃវិញភ្លាមណាបើសិនជាចាប់ហែកសាច់លោកអនុទីននឹងបានណាគឺចាប់ហែកងំគ្នាចាប់ហែកម្នាក់មកចំណិតខ្វាយយកហ្មងបងប្អូនចាខឹងត្រង់ថាអញ្ចឹងលោកអនុទីននឹងឥឡូវកំពុងតែមកចុះកិច្ចព្រមព្រៀងជាមួយនឹងខ្មែរយល់ទេបងប្អូនចាហើយឥឡូវហ្នឹងគេនាំគ្នាចោទប្រកាន់ទៅនាយករដ្ឋមន្ត្រីខ្លួនឯងនឹងថាអញ្ចឹងលោកអនុទីននឹងជាជនក្បត់ជាតិហ្នឹងឯងថាក្បត់ជាតិហើយលោកអនុទីននឹងបានធ្វើឲ្យថៃក៏ដូចជាប្រទេសថៃទាំងមូលហ្នឹងគឺអាម៉ាស់មុខខ្លាំងមែនតើនៅលើឆាកអន្តរជាតិណាបងប្អូនអូយចង់និយាយថាឥឡូវហ្នឹងកំពុងតែខំគ្នាសោថាស៊ីសាច់ហត់ឈាមគ្នាបងប្អូនហើយរដងហ្នឹងបងប្អូននឹងស្រាប់ឲ្យពួកសៀមហ្នឹងល្បិចកិច្ចកលច្រើនណាស់ចាមកប្រជុំមកអីចឹងណាចង់ទៅប្រជុំក៏ចង់អត់ចង់ទៅក៏អត់ចង់ទៅបើចង់ទៅក៏ទៅបើអត់ចង់ទៅក៏លុបចោលចឹងទៅហើយរបៀបថាអូប្រវល់ក្បាលគេបានគ្រប់សពហ្នឹងហើយនិយាយពីថាល្បិចកិច្ចកលឡើងគ្រប់សពហ្មងបកកែរហណាបងប្អូនប៉ុន្តែម្ដងនេះជាមួយនឹងលោកត្រាំទៅមិនរួចគ្នាខំយកលេសខាងព្រះមហាក្សត្រីនឹងសោយទីបង្គត់ដែរឥឡូវនឹងអត់បានទៅទេសំលុបកិច្ចប្រជុំចុះហត្ថលេខាចុះកិច្ចអប្រងព្រៀងជាមួយនឹងកម្ពុជាចឹងណាបងប្អូនដល់ពេលឲ្យលោកត្រាំនោះគាត់ខំជីពីអាមេរិកមកដល់ម៉ាឡេស៊ីនឹងមិនដឹងថាប្រហែលម៉ោងទេបងប្អូនចាប្រហែលជាចូលច្រើនម៉ោងរបស់គាត់ដែរហើយដល់ពេលគាត់និយាយថាចង់អាណាងាប់ក៏ងាប់ទៅសំខាន់ហែងត្រូវតែមកចុះកិច្ចប្រងព្រៀងបើសិនជាឯងអត់មកទេឥឡូវអញធ្វើសាកសីចុះកិច្ចប្រងព្រៀងឲ្យអាហ្នឹងចឹងណាមិនហ៊ានជាមួយនឹងគេបងប្អូនគេនាយករដ្ឋមន្ត្រីប្រទេសមហាអំណាចនៅអាមេរិកចាហើយចង់មួយលោកត្រាំទៅមិនកើតទេឥឡូវនឹងកំពុងតែនាំគ្នាហួសចិត្តហើយនាំគ្នាខឹងសម្បាខ្លាំងមែនតើបងប្អូនចាមិនដឹងថាគ្នាម្នាក់គេស្លោឈាមនាំគ្នាស្លោឈាមប៉ុណ្ណាបងប្អូនទៅចុះកិច្ចប្រងព្រៀងហើយគ្នាខ្លាចបាត់ដីដែលខំផឹងយកមកពីខំលួចខំអីហ្នឹងមកពីខ្មែរហ្នឹងបងប្អូនអញ្ចឹងតែចុះកិច្ចប្រងព្រៀងហើយបើសិនជាយើងមើលតាមផែនទីអានឹងពួកថៃវាត្រូវឲ្យដីមួយចំនួនធំមកយើងវិញណាបងប្អូនចាអញ្ចឹងពួកវាខ្លាចអត់ដីព្រោះដោយសារតែពួកវានឹងខំផឹងលួចផងខំផឹងអីផងមកពីខ្មែរយើងយូរឆ្នាំហើយឥឡូវវាដល់ពេលខ្មែរយកវិញហើយអញ្ចឹងវាពិបាកក្នុងការទទួលយកការប៉ັດណាបងប្អូនណាលោកត្រាំក៏គាត់បាននិយាយដែរថាតែចុះកិច្ចប្រងព្រៀងហើយវីរៈកងទ័ព18នាក់របស់ខ្មែរហ្នឹងត្រូវតែត្រឡប់មកវិញត្រូវតែបញ្ជូនមកខ្មែរវិញហើយមុននឹងបញ្ជូនហ្នឹងត្រូវតែតាមដានមើលសភាពការក៏ដូចជាពិនិត្យជំងឺអីចឹងណាណែពិនិត្យសុខភាពថាតើមានអីខុសប្រក្រតីអត់ហើយតើបញ្ជូនគេចាញ់មកខ្វះលិចខ្វះកើតឬមួយក៏បាត់កន្លែងនេះកន្លែងនោះហើយដឹងមានរឿងហើយអញប្រាប់ឯងហើយណាអត់មានធ្វើកន្លែងខេះទេចង់ល្បិចចង់អីរដងធ្លាប់តែប្រវល់ក្បាលគេបានម្ដងនេះជាមួយលោកត្រាំលោកត្រាំមនុស្សគាត់មួយដឹងមួយពីរដឹងពីរហើយអត់មានរឿងលេងសើចបានទេខំជាយន្តហោះមកធ្វើសាកសីមិនឥឡូវនឹងចង់ស្អីគេមកប្រវល់ក្បាលលោកត្រាំមិនកើតចង់យល់លេសអីលោកត្រាំថាអាណាងាប់ក៏ងាប់ទៅអាអ្នកនៅនឹងឲ្យវាធ្វើបុណ្យសពធ្វើអីទៅសំខាន់ហើយនាយករដ្ឋមន្ត្រីហើយមកចុះហត្ថលេខាជាមួយអញខំជាយន្តហោះមកពីណាមកពីណីហើយមកធ្វើកន្លែងខេះជាមួយអញអញ្ចឹងអាហ្នឹងវាអញ្ចឹងណាបងប្អូនតេតិននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជានៅចំពោះមុខសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីហ្នឹងគឺចប់រួចរាល់ហើយមានការគោរពតាមលក្ខខណ្ឌគ្នាទៅវិញទៅមកទៀតណាបងប្អូនគោរពលក្ខខណ្ឌគ្នាទៅវិញទៅមកប្រទេសថៃនឹងប្រគល់ទាហាន18រូបដែលកំពុងតែឃុំខ្លួននេះត្រូវតែបញ្ជូនមកកម្ពុជាវិញដោយថៃនឹងត្រូវតែរៀបចំឲ្យមានការពិនិត្យសុខភាពពួកគេត្រឹមត្រូវផងដែរអញ្ចឹងបើសិនជាបាត់អីត្រង់កន្លែងណាមួយនៅលើរាងកាយរបស់ពួកគាត់ណាដូចជាបាត់អីមួយយ៉ាងអីចឹងហែងត្រូវតែទទួលខុសត្រូវពួកឯងចាប់យកគេទៅណាចង់និយាយថាគេទៅទាំងមូលប៉ុន្តែបញ្ជូនគេមកតែគេមានជំងឺអីឬមួយក៏បាត់អីមួយយ៉ាងនៅលើខ្លួនគេហែងត្រូវតែទទួលខុសត្រូវហើយអនុទិននាយករដ្ឋមន្ត្រីថៃនឹងវាបាននិយាយថាចេះប្រទេសថៃនឹងគឺមិនចង់ធ្វើជាសត្រូវជាមួយនឹងប្រទេសណាទេអញ្ចឹងណាហើយបើសិនបាននៅជុំវិញប្រទេសថៃពោពេញទៅដោយសត្រូវគ្រប់ទិសអញ្ចឹងវានឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មសេដ្ឋកិច្ចសន្តិសុខនិងកិច្ចសហប្រតិបត្តិការរបស់ថៃហើយនៅក្នុងចំណោមប្រទេសនឹងនៅក្នុងតំបន់ជាក់ជាមិនខានអានឹងអ្វីដែលលោកអនុទិននាយករដ្ឋមន្ត្រីថៃគេបាននិយាយអញ្ចឹងណាបងប្អូនចាប៉ុន្តែហែងអីគេសតើអត់ចង់ធ្វើសត្រូវជាមួយនឹងប្រទេសណាហើយបើសិនជាហែងអត់មកចុះកិច្ចព្រមព្រៀងហ្នឹងក៏ហែងនិយាយពាក្យហ្នឹងអត់បានដែរណាហើយអត់ចង់ធ្វើសត្រូវអីនៅមិននៅហែងយល់លេសនេះលេសនោះបងប្អូនបើសិនជាវាយកអាលេសដែរមហាក្សត្រីសោយទីបង្គត់ហ្នឹងបើសិនជាវាអត់បានមកចុះហត្ថលេខាដល់ពេលចាប់អានឹងហើយវានឹងយល់លេសអីផ្សេងទៀតនិយាយទៅវាអត់ព្រមមកចុះហត្ថលេខាទេព្រោះវាខ្លាចប្រជាជនថៃហ្នឹងណាខឹងនឹងវាអញ្ចឹងណាខឹងនឹងនាយករដ្ឋមន្ត្រីឬមួយក៏ខឹងនឹងរដ្ឋាភិបាលហើយឥឡូវហ្នឹងដូចដែលវាខ្លាចមែនប្រជាជនថៃឥឡូវកំពុងតែខំសម្បានជាមួយនឹងវាខ្លាំងមែនតើហើយនាំគ្នាចោទថារដ្ឋាភិបាលនឹងជាជនក្បត់ជាតិធ្វើឲ្យប្រទេសថៃនឹងអាម៉ាស់មុខណាស់លើឆាកអន្តរជាតិអញ្ចឹងណាបងប្អូនអញ្ចឹងបានពួកវាខំប្រឹងយល់លេសនេះលេសនោះប៉ុន្តែចង់ក្រោយលេសមិនកើតលេសជាមួយនឹងលោកត្រាំមិនកើតគាត់ខំប្រឹងជិះយន្តហោះមកពីនេះមកពីអាមេរិកមកដល់ម៉ាឡេស៊ីនេះមិនដឹងថាប្រហែលម៉ោងគាត់ខំប្រឹងឆ្លៀតពេលវេលារបស់គាត់ណាហើយនាយករដ្ឋមន្ត្រីពេលវេលាគេមានតម្លៃណាបងប្អូនហែងស្អីណាចង់មកប្រវល់ក្បាលគេមិនលោកត្រាំមួយដឹងមួយពីរដឹងពីរហើយអញខំមកពីចង្ងាយមកដល់ធ្វើសាកសីឲ្យណាអត់មានរឿងមកប្រវល់ក្បាលអញបានទេហែងត្រូវតែមកបើហែងមិនមកទេអញចុះហត្ថលេខានឹងជំនួសហែងឥឡូវហែងកិនមិនមានណាខាងនោះគ្រាន់តែដឹងចឹងហើយអត់មកមិនកើតបងប្អូនចាហែងតែអត់មកឲ្យស្បៃហើយមន្ត្រីថៃនឹងគឺមាន4លក្ខខណ្ឌដើម្បីស្នើសុំឲ្យកម្ពុជាអនុវត្តមុនឈានដល់ការដោះលែងទាហានខ្មែរ18រូបនឹងត្រឡប់មកវិញណាបងប្អូនទី1នឹងគឺឲ្យកែសម្រួលអាវុធធនធ្ងន់របស់យោធាធនធ្ងន់ចឹងណាបងប្អូនចាទី2នឹងគឺការដោះមីននៅតំបន់ដែលបានប្រងព្រៀងរួចទី3នឹងគឺកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់នឹងការបង្ក្រាបបទល្មើសឆ្លងដែនការឆបោកតាមអនឡាញហើយទី4នឹងគឺបញ្ហាប្រជាជនខ្មែររំលោភលើទឹកដីសៀមចុយមានចំណុចចុងក្រោយនឹងស្អីគេបញ្ហាប្រជាជនខ្មែររំលោភលើទឹកដីសៀមអាណាគេរំលោភលើអាណាគេមុនថ្ងៃហ្នឹងខ្លួនឯងគ្មានទឹកដីគេហ្នឹងហើយអរគុណខ្មែរទៅនៅលើទឹកដីខ្មែរសោះហ្នឹងការប្រជុំនឹងចុះហត្ថលេខានៅថ្ងៃនេះគឺត្រូវបានគេហៅថាសេចក្តីថ្លែងការណ៍រួមប៉ុន្តែខាងអាមេរិកបានប្រើពាក្យថាកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាជាមួយនឹងសៀមចឹងណាបងប្អូនទោះជាឯកសារសរសេរថាសេចក្តីថ្លែងការណ៍រួមក៏ដោយរវាងកម្ពុជាហើយនិងថៃក្រោម
អធិបតេយ្យភាពលោកប្រធានាធិបតីដូណាល់ត្រាំពួកបញ្ហាដោះលែងទាហាន18នាក់ហ្នឹងគឺទាល់តែកម្ពុជាព្រមអនុវត្តយ៉ាងតិច2ចំណុចក្នុងចំណោម4ខាងលើហ្នឹងចឹងណាបងប្អូនទី1ហ្នឹងគឺដកអាវុធធុនធ្ងន់និងទី2ហ្នឹងគឺបញ្ហាដោះមីនជាមុនសិននៅពេលដែលភាគីទាំងសងខាងអនុវត្តសេចក្តីថ្លែងការណ៍រួមនេះគឺមានប្រសិទ្ធភាពហើយគឺពួកគេនឹងដោះលែងទាហានខ្មែរយើង18នាក់ហ្នឹងត្រឡប់មកវិញនៅពេលខាងមុខនេះចឹងឥឡូវខាងសៀវវិបាននិយាយណាបងប្អូនចំពោះបញ្ហាដោះលែងទាហាន18នាក់ហ្នឹងគឺទាល់តែកម្ពុជាយើងព្រមអនុវត្តយ៉ាងតិច2ចំណុចក្នុងចំណោម4ខាងលើសិនចាទី1ហ្នឹងគឺដកអាវុធធុនធ្ងន់និងទី2ហ្នឹងគឺបញ្ហាដោះមីនជាមុនសិនបានវាព្រមប្រឡែងទាហាន18នាក់ហ្នឹងមកវិញចឹងណាចឹងយើងមានតែចាំតាមដានព័ត៌មានទៀតថាតើរាជរដ្ឋាភិបាលរបស់យើងគឺលោកអនុវត្តនៅ4ចំណុចដែលផ្សេងបានដាក់ឲ្យនឹងដើម្បីបានទាហានខ្មែរយើង18នាក់មកវិញចឹងណាបងប្អូនយើងមានតែចាំមើលព័ត៌មានតទៀត